Barcelona ចាញ់ 4-1 តួអូបងប្អូនហើយសេវីយ៉ាលុត Barcelona នៅក្នុងទឹកដីរបស់ខ្លួនលុត Barcelona 4-1 តួសាច់ Barcelona ឱកាសឡើងទៅកាន់កំពូលតារាងនៅពីលើ Real Madrid ខកខានបាត់ហើយបាទអូបងប្អូនហើយមិននឹកស្មាននេះគឺជាការចាញ់ធ្ងន់ធ្ងរបំផុតនៅក្នុងរដូវកាលថ្មីសម្រាប់ Barcelona ចាញ់ប៉ារីសត្រឹម 2-1 ទេមិនធ្ងន់អញ្ចឹងទេហើយសេវីយ៉ាជាអ្នកធ្វើឲ្យ Barcelona ស្គាល់រសជាតិឈឺចាប់ធ្ងន់ធ្ងរបាទ 4-1 មិនតិចទេបងប្អូនហើយ 4-1 បាទសម្រាប់ Barcelona ច្រើនគ្រាប់ពេកបងប្អូនមកខ្ញុំមិននឹកស្មានថា Barcelona ចាញ់ច្រើនគ្រាប់យ៉ាងហ្នឹងយប់មិញបងប្អូនការគ្រប់គ្រងបាល់ Barcelona 61% សេវីយ៉ាតែ 39 ទេតែសេវីយ៉ាសុទ្ធ 13 ជើង Barcelona សុទ្ធ 17 ជើងសេវីយ៉ាសុទ្ធតិចជាងក៏ប៉ុន្តែការសុទ្ធចំគោលដៅរបស់សេវីយ៉ា 5 ដងចូល 4 Barcelona សុទ្ធចំគោលដៅ 8 ចូលបានតែ 1អូបងប្អូនហើយការទាត់បាល់ជ្រុង Barcelona 6 សេវីយ៉ា 7 បាទអញ្ចឹងស្ថិតិនេះគឺ Barcelona លើសេវីយ៉ាតែមិនលើដាច់ពេកទេក៏ប៉ុន្តែលើស្ថិតិផ្សេងស្ថិតិគ្រាប់បាល់ចាញ់វិញបាទពេលនេះ Barcelona បានត្រឹមឈរលេខរៀងទី 2 ទេមិនអាចឡើងលេខ 1 បានទេ Real Madrid គឺជាអ្នកកាន់កាប់លេខ 1 នៅក្នុងសប្តាហ៍ទី 8 នេះបាទសប្តាហ៍ទី 8 បងប្អូនបាទ8 សប្តាហ៍ Barcelona ស្គាល់រសជាតិចាញ់ហើយទីបំផុតស្គាល់រសជាតិចាញ់ម្ដងមិនដែលស្គាល់រសជាតិចាញ់ទេរដូវកាលថ្មីនេះបាទចាញ់ម្ដងនៅចាញ់ប៉ារីសនោះគឺចាញ់នៅ Champions League តែយើងកម្រាប់នៅអេស្ប៉ាញនេះបាទលីកកម្ពុជាអេស្ប៉ាញ La Liga Barcelona ចាញ់ក្រុមសេវីយ៉ាជាលើកដំបូងនៅទឹកដីរបស់សេវីយ៉ា 4-1 តួសាច់បងប្អូនអើយបាទហើយ Real Madrid ហ្នឹងក៏ចាញ់បានម្ដងដែរតែអត់ទាន់ស្មើទេ Real មាន 21 ពិន្ទុ Barcelona 19 ពិន្ទុនៅពីក្រោម Real Madrid 2 ពិន្ទុមកសម្រាប់ក្រុម Barcelona បាទអញ្ចឹងសោកស្ដាយបងប្អូនអើយបាទមិនគូណាចាញ់ច្រើនគ្រាប់យ៉ាងហ្នឹងបងប្អូនហើយសម្រាប់ Barcelona បន្ទាប់ពីចាញ់ក្រុមប៉ារីសមក Barcelona ដូចចង់បាក់អាមេរិកមិនដឹងបងប្អូនបាទកីឡាករយប់មិញនេះឡាមីនយ៉ាម៉ាល់មិនបានលេងទេបងប្អូនបាទឡាមីនយ៉ាម៉ាល់អត់បានលេងទេយប់មិញអត់បានលេងទេអញ្ចឹងអត់ឡាមីនយ៉ាម៉ាល់គឺអត់សប្បាយដែរចាញ់ការប្រកួតដែរតែឡាមីនយ៉ាម៉ាល់ការប្រកួតប៉ះជាមួយនឹងប៉ារីសបានលេងក៏នៅតែមិនអាចឲ្យ Barcelona បានសប្បាយដែរអញ្ចឹងពីប្រកួតជាប់គ្នាហើយចាញ់ប៉ារីស 2-1 ហើយមកចាញ់ទូកសាច់ជាមួយនឹងសេវីយ៉ា 4-1 នៅឯ La Liga វិញបាទអញ្ចឹងសេតបងប្អូនយើងដែលស្រឡាញ់ Barcelona បាទសោកស្ដាយផងបងប្អូនអើយបាទណោះអបអរសាទរដល់ fan Real Madrid ណោះ Real លេខ 1 បងប្អូនអើយបាទលេខ 1 កំពូលតារាងសប្តាហ៍ទី 8 អបអរសាទរដល់ Real Madrid បានគ្រងលេខ 1 ចាប់ស្ដាយសម្រាប់ Barcelona បងប្អូនអើយមិននឹកស្មានថាចាញ់ច្រើនគ្រាប់យ៉ាងនេះសោះបាទមិននឹកស្មានទេបងប្អូនអើយច្រើនគ្រាប់4-1បាទ